ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឡៅដានេពី Ospai Migration and Education ថ្ងៃនេះសូមចែករំលែកអំពីផលប៉ះពាល់នៃព័ត៌មានមិនពិតនាំបញ្ហាជាបន្តបន្ទាប់កន្លងមកនាងខ្ញុំបានចែករំលែកចំណេះដឹងទូទៅជាច្រើនអំពីបញ្ហាដែលកើតឡើងដោយសារតែការប្រើប្រាស់ព័ត៌មានមិនពិតហើយថ្ងៃនេះនាងខ្ញុំសូមលើកឡើងសារជាថ្មីម្ដងទៀតដោយបន្ថែមឧទាហរណ៍មួយចំនួនដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់អំពីឥទ្ធិពលអាក្រក់នៃព័ត៌មានคล้ายៗដែលមនុស្សមួយចំនួនបានប្រើប្រាស់ដើម្បីស្នើសុំទិដ្ឋាការនានាពីប្រទេសអូស្ត្រាលីមនុស្សមួយចំនួនយល់ថាការប្រើប្រាស់ព័ត៌មានមិនពិតនឹងមិននាំឲ្យមានបញ្ហាអ្វីនោះទេឲ្យតែទទួលបាននៅទិដ្ឋាការគឺជាជោគជ័យរបស់ពួកគេហើយការទទួលបានទិដ្ឋាការណាមួយដោយការប្រើប្រាស់ព័ត៌មានមិនពិតមិនមែនជាជោគជ័យនោះទេថ្ងៃនេះអាចមិនមានបញ្ហាប៉ុន្តែវាប្រកាសជាកើតឡើងនៅថ្ងៃណាមួយមិនខានកាលពីពេលថ្មីៗនេះយើងបានជួបករណីមួយជាក់ស្ដែងដែលបេក្ខជននោះធ្លាប់ប្រើប្រាស់ឯកសារមិនពិតដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការទស្សនកិច្ចជាសំណាងល្អរបស់គាត់ដែលគាត់ទទួលបាននៅទិដ្ឋាការទស្សនកិច្ចប៉ុន្តែគាត់បានជួបនៅបញ្ហាធំគឺនៅពេលដែលគាត់ស្នើសុំសិទ្ធិរស់នៅតាមរយៈទិដ្ឋាការដៃគូដែលជាភាសាអង់គ្លេសយើងហៅថា Partner Visa នោះនៅពេលនេះក្រសួងមហាផ្ទៃអូស្ត្រាលីបានស្នើសុំឲ្យគាត់ផ្ដល់ឯកសារមួយចំនួនដើម្បីបញ្ជាក់ភាពត្រឹមត្រូវអំពីព័ត៌មានដែលគាត់ធ្លាប់ប្រើប្រាស់កន្លងមកប៉ុន្តែវាពិតជាលំបាកខ្លាំងណាស់សម្រាប់គាត់នៅពេលនេះពីព្រោះគាត់មិនមានឯកសារពិតប្រាកដដើម្បីបញ្ជាក់ជូនទៅក្រសួងមហាផ្ទៃនោះទេថ្មីត្បិតតែពេលនេះគាត់បានធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវក៏ពិតមែនប៉ុន្តែគ្មាននរណាម្នាក់អាចជួយបង្កើតឯកសារឲ្យគាត់បានទេអ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺបេក្ខជនខ្លួនឯងមិនបានដឹងថាគាត់បានប្រើប្រាស់ព័ត៌មានមិនពិតនោះទេសំណួរសួរថាហេតុអ្វីបានជាគាត់មិនដឹងខ្លួនចឹងបញ្ហានេះកើតឡើងក៏ព្រោះតែគាត់ពឹងផ្អែកទាំងស្រុងទៅលើភ្នាក់ងារអន្តោប្រវេសន៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវចំណុចសំខាន់មួយដែលអ្នកទាំងអស់គ្នាត្រូវតែចងចាំគឺភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវពួកគេមិនអាចប្រើប្រាស់នៅឯកសារមិនត្រឹមត្រូវនោះទេប៉ុន្តែប្រសិនបើមានបញ្ហានេះកើតឡើងអ្នកមានសិទ្ធិតវ៉ានិងទាមទារឲ្យពួកគេដោះស្រាយជាបន្ទាន់បើមិនដូច្នោះទេពួកគេត្រូវប្រឈមមុខជាមួយច្បាប់សម្រាប់ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវគេកម្រដោះស្រាយបញ្ហាជូនអតិថិជនណាស់ត្រង់នេះហើយដែលនាងខ្ញុំតែងតែណែនាំបងប្អូនឲ្យប្រុងប្រយ័ត្នជានិច្ចនិងធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលចុះបញ្ជីត្រឹមត្រូវហើយមុននឹងសម្រេចចិត្តស្នើសុំនៅទិដ្ឋាការណាមួយត្រូវស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយលោកអ្នកអាចធ្វើការប្រឹក្សាជាមួយនឹង Ospai Migration and Education ពួកយើងផ្ដល់ការប្រឹក្សាដោយគិតតម្លៃសមរម្យជូនអតិថិជនគ្រប់រូបដែលមានតម្លៃត្រឹមតែ$150អូស្ត្រាលីប៉ុណ្ណោះមូលហេតុដែល Ospai Migration and Education ត្រូវតែគិតថ្លៃនេះពីព្រោះតែការប្រឹក្សាគឺធ្វើឡើងរវាងអតិថិជននិងអ្នកជំនាញច្បាប់ឬមេធាវីដែលពួកគាត់មានទំនួលខុសត្រូវខ្ពស់ចំពោះការផ្ដល់ព័ត៌មានជូនដល់អ្នកហើយបន្ថែមពីនេះពួកគាត់ត្រូវធ្វើការស្រាវជ្រាវអំពីច្បាប់ថ្មីដែលត្រូវនឹងស្ថានភាពរបស់អ្នកទៀតផងអ្នកជំនាញច្បាប់និងមេធាវីជួយអ្នកឲ្យទទួលបានព័ត៌មានត្រឹមត្រូវនិងត្រៀមលក្ខណៈបានល្អចំពោះសំណុំរឿងរបស់អ្នកស្របតាមច្បាប់របស់អូស្ត្រាលីសូមតាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា